Sẽ leo phần này cái sẽ lăn trong chọc xì cái tiêu hay cắt mau thấy đôi mình có đấy đôi kê từ យុវជនម្នាក់នេះឈ្មោះឡៃរ៉ាថៃគាត់ត្រូវបានបងប្អូនខ្មែរយើងជាច្រើនស្គាល់គាត់ដោយសារតែគាត់មានភ្នែកស្រឡៅហើយគាត់ហ៊ានទៅចូលរួមប្រកួតបរិះឯកឈ្មោះ Mr Majestic Cambodia ក្នុងអំឡុងពេលនៃការប្រកួតនេះរ៉ាថៃត្រូវបានក្លាយជាប្រធានបទដែលគេយកមកលេងសើចចំអកលក់លើយនៅតាមបណ្ដាញសង្គមគាត់ក៏ទទួលបាន comment ជាច្រើនដែលជា comment អវិជ្ជមាន comment ជេរប្រមាថតើអ្នកទាំងអស់គ្នាដឹងទេអារម្មណ៍របស់គាត់បែបណា mình men này thay nhầm trôi chặt biển đường tề bàn tay có dương ai kịch vì về bàn chứ nè ở đằng thời thơ mạch đã pe class miền ta lúa dung mà này ai để class có trong ngọn này tiệc khơi vì ở đây đại dương có bông cái chụp tiệc này nhầm comment khoan là nhầm cần mau này léo nè số thành nhầm comment តើការកើតមកមានភ្នែកស្រលៀងជាកំហុសឬតើអ្នកដែលមានភ្នែកស្រលៀងគាត់ជាអក្រិតជនឬបានជាម្នាក់ស្អប់គាត់ម្នាក់វាតម្លៃគាត់ក្នុងផ្លូវមិនល្អបែបនេះ គឺខ្ញុំចង់ដូចគេខ្លាំងណាស់តែវាអត់អាចទៅរួចព្រោះអីយើងតែងតែគិតថាអត់ដែរអត់ដឹងថាទៅទីណាដើម្បីធ្វើឲ្យភ្នែកធំ ទោះបីជាផ្លូវចិត្តខ្ញុំរឹងមាំប៉ុណ្ណាក៏ដោយទោះបីជាខ្ញុំជឿជាក់លើខ្លួនឯងប៉ុណ្ណាក៏ដោយតែខ្ញុំនៅតែមានអារម្មណ៍ថាខ្លួនឯងខ្វះអីយ៉ាងដ៏សំខាន់លើខ្លួនឯង អត្រាអ្នកកើតភ្នែកស្រលៀងនៅលើពិភពលោកមានចន្លោះពី 2 ទៅ 4% ហើយជាប្រភេទផ្សេងគ្នាភ្នែកស្រលៀងគឺជាជំងឺភ្នែកម្យ៉ាងដែលវាមានបញ្ហាទៅលើការបញ្ជាសាច់ដុំភ្នែកដែលឲ្យស្ដែងចេញទៅជាភ្នែកស្រលៀងនឹងឯងហើយវាអាចព្យាបាលបានតាមរយៈការវះកាត់កែតម្រូវទៅលើសាច់ដុំភ្នែក ពីដើមឡើយខ្ញុំអត់ដែលនឹកគិតថាខ្ញុំនឹងអាចវះកាត់ភ្នែកបានទេតែថ្ងៃមួយខ្ញុំតាំងពីចូលរួមប្រកួតមកធ្វើឲ្យមានគេស្គាល់ខ្ញុំច្រើនជាពិសេសមានអ្នកស្គាល់ទាំងប្រទេសថៃវៀតណាមហើយក្នុងនោះផងដែរក៏មានដុកទ័រនៅក្រៅប្រទេសដូចជាវៀតណាមហើយនិងថៃក៏បានតាក់ទងមក sponsor វះកាត់ភ្នែកខ្ញុំប៉ុន្តែខ្ញុំចិត្តមួយអត់ហ៊ានទៅទេដោយសារតែខ្លាចហើយក៏អត់ដែលស្គាល់ប្រទេសគេផងក៏ចេះតែខ្លាចអត់ហ៊ានទៅប៉ុន្តែថ្ងៃមួយមានបងប្រុសម្នាក់គាត់បានឆាតមកខ្ញុំហើយគាត់ក៏ប្រាប់ថាគាត់ធ្លាប់វះកាត់នៅ clinic ខ្មែរហើយគាត់ប្រាប់ថា clinic ខ្មែរហ្នឹងគឺអាចវះកាត់ភ្នែកបានហើយគាត់ក៏ឲ្យឆាតនឹងមកខ្ញុំក៏បានឆាតទៅអ្នកគ្រូហើយក៏បានណាត់ជួបគាត់ហើយពេលខ្ញុំទៅដល់ clinic ហ្នឹងគ្រូពេទ្យអ្នកគ្រូទាំងអស់គាត់បានយកខ្ញុំទៅពិនិត្យជាមួយឧបករណ៍ជាច្រើនហើយធ្វើឲ្យខ្ញុំមានទំនុកចិត្តក្នុងការវះកាត់នៅស្រុកខ្មែរទោះបីនៅក្រៅប្រទេសគាត់ sponsor ឲ្យលុយខ្ញុំច្រើនអីក៏ដោយប៉ុន្តែខ្ញុំអត់ហ៊ានទៅទេខ្ញុំសម្រេចចិត្តថាខ្ញុំនឹងវះកាត់នៅ clinic ខ្មែរ ខ្ញុំអាចជួយអូនបានតាមរយៈការវះកាត់ក៏ប៉ុន្តែអ្វីដែលសំខាន់អូនត្រូវជួយខ្លួនឯងដែរអូនជួយខ្លួនឯងដោយវិធីណាគឺអូនត្រូវតែមានភាពក្លាហានគ្រប់គ្រាន់ក្នុងការទទួលការវះកាត់ហើយអូនត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យក្រោយពេលវះកាត់ ខ្ញុំអត់ខ្លាចនឹងការឈឺចាប់ដោយសារវះកាត់ទេបើប្រៀបធៀបទៅនឹងការមើលងាយគឺឈឺចាប់ជាងនឹងរាប់រយដងទៅទៀត តែអញសលេវមកជីវិតហើយអើយ anh cô lúc này nó cay cái của nó từng chân đấy តើការវះកាត់កាយភ្នែកស្រលៀងនេះនឹងអាចជួយកែប្រែវាសនារបស់កំឡោះដ៏កំសត់ម្នាក់នេះបានដែរឬទេ ផ្នែកស្រលៀងរបស់ឡៃថៃរៀងធំទី1ទី2សាច់ដុំរបស់គាត់ក៏រៀងក្រិនដែរអញ្ចឹងការវះកាត់យើងអត់ឲ្យគាត់រំពឹងរហូតទៅដល់ 100% ទេតែទោះជាយ៉ាងណាគ្រូពេទ្យយើងនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពដើម្បីជួយគាត់ហើយនឹងធ្វើទៅតាមបច្ចេកទេសទាំងស្រុង ខ្ញុំរីករាយនឹងលទ្ធផលនៃការកែភ្នែកស្រលៀងនេះណានេះជាអ្វីដែលខ្ញុំចង់ឃើញខ្លួនឯងបំផុតអរគុណ clinic ភ្នែកភ្នំពេញដែលបានកែប្រែជីវិតខ្ញុំឲ្យខ្ញុំបានឃើញពិភពលោកថ្មីមួយនេះអរគុណ អូខេថៃឥឡូវបានវះកាត់ភ្នែកស្រលៀងត្រង់ល្អហើយអញ្ចឹងប្រហែលជាលែងសូវមានអ្នកប៊ូលីយើងហើយណាប៉ុន្តែទោះជាយ៉ាងណាក៏ដោយជៀសមិនផុតទេព្រោះយើងជាបុគ្គលសាធារណៈនឹងមានអ្នកដែលគាត់នៅតែរិះគន់យើងប៉ុន្តែអ្នកគ្រូសូមឲ្យថាថៃកុំឲ្យមានការខឹងជាមួយពួកគាត់ហើយសង្ឃឹមថាថៃនឹងបន្តធ្វើជាមនុស្សល្អជាមនុស្សដែលធនធានល្អសម្រាប់ប្រទេសជាតិរបស់យើង
ណាហើយសង្ឃឹមថាតិចទៀតទៅពេលដែលខ្លាយជាតារាល្បីសង្ឃឹមថាថៃនៅតែជាមនុស្សដែលល្អជាមនុស្សដែលមានសុជីវធម៌សម្រាប់ប្រជាជនយើងណាហើយអ្នកគ្រូសង្ឃឹមថារឿងដែលឮពីថៃទៅអនាគតទៀតគឺជារឿងដែលល្អណាជារឿងដែលភាពជោគជ័យរបស់ថៃគឺជាអ្វីដែលខ្ញុំចង់ឮណាកុំឲ្យមានរឿងមិនល្អកុំឲ្យយើងពេលដែលយើងល្បីហើយយើងចាប់ផ្ដើមកោកាចយើងចាប់ផ្ដើមមានរឿងមិនល្អឬក៏ឆ្លោះទាស់តែងអីជាមួយនឹងទស្សនិកជនឬក៏អ្នកណាមួយណាសូមរក្សាកេរ្តិ៍ឈ្មោះឲ្យល្អណារក្សាអត្តចរិតរបស់អូនដែលល្អនឹងឲ្យបន្តទៅរហូតណាជូនពរអូនជោគជ័យនៅក្នុងអាជីពណាសូមឈប់គិតថាភ្នែកសលៀងមិនអាចព្យាបាលបានសូមឈប់គិតថាបើអ្នកកើតមកមានភ្នែកសលៀងអ្នកត្រូវស្លាប់ទៅវិញជាមួយភ្នែកសលៀងសូមឈប់បណ្ដោយឲ្យខ្លួនឯងក្លាយជាប្រធានបទដែលគេនិយាយសើចចំអកទៀតទៅលីនិចភ្នែកភ្នំពេញជួយអ្នកដណ្ដើមយកភាពស្រស់ស្អាតនិងភាពជឿជាក់របស់អ្នកត្រឡប់មកវិញ